កូនសូមជម្រាបលាម៉ាក់ទៅសិនហើយទៅចាស់កូនតែកុំភ្លេចទិញឲ្យញ៉ាំផងមិនអីទេម៉ាក់មិនចាំបាច់បារម្ភពីកូនទេព្រោះថាកូនទិញឲ្យញ៉ាំបានខ្លួនឯងហើយមិនអីទេម៉ាក់នេះឯងគឺជាសិស្សថ្មីហ៎មកពីណាដែរយើងដូចជាមិនដែលឃើញមុខសោះបាទគឺខ្ញុំជាសិស្សថ្មីទើបទាំងផ្ទេរចូលមកដោយសារតែម៉ាក់ខ្ញុំគាត់ដូរផ្ទះមិញនេះឯងនិយាយស្អីយើងស្ដាប់មិនបានទេជួយនិយាយម្ដងទៀតមកហើយបើលោកមិនដោះកាសផងធ្វើមិនដឹងស្ដាប់ឮទៅខ្ញុំនិយាយអីក៏លោកស្ដាប់មិនឮដែរហើយនិយាយអញ្ចឹងឯងឈ្មោះអីដែរយើងមិនទាន់ស្គាល់ឈ្មោះឯងទេតែបើយើងមើលតាមមុខឯងសមតែឈ្មោះអាសពសិទ្ធលោកខ្ញុំមានឈ្មោះត្រឹមត្រូវរបស់ខ្ញុំមិនបានហៅខ្ញុំអញ្ចឹងខ្ញុំឈ្មោះជេអ៊ុនយើងនិយាយលេងទេនេះឯងខឹងហ៎យើងមិនស្មានថាសិស្សថ្មីដែលទើបនឹងចូលមកនេះប្រកាន់ច្រើនយ៉ាងនេះសោះយើងក៏ចង់ប្រាប់ឯងដែរយើងមានឈ្មោះថាដាយុនគឺជាប្រធានថ្នាក់នៅក្នុងថ្នាក់មួយនេះបើសិនជាឯងមានបញ្ហាអីអាចប្រាប់យើងបានទៅមិនអីទេខ្ញុំគ្មានបញ្ហាអីទេលោកឆាប់ចេញទៅវិញខ្ញុំទៅចេញមកមើលងាយខ្ញុំតែម្ដងជេអ៊ុនបើយើងចង់សុំអង្គុយតុជាមួយឯងដែរបានអត់អង្គុយក៏អង្គុយទៅព្រោះថាវាគឺជាសិទ្ធិរបស់លោកទេខ្ញុំមិននឹងហាមលោកបានទៅនេះឯងនៅមិនទាន់រកអ្នកណាដែលជាមិត្តភក្តិរបស់ឯងមួយបានទេអីមិនក៏អង្គុយតែឯងអញ្ចឹងខ្ញុំក៏មិនដឹងថាអ្នកណាដែលខ្ញុំត្រូវរាប់អានដែរព្រោះថាខ្ញុំទើបនឹងចូលមកថ្មីហើយក៏មិនស្គាល់អ្នកណាទាំងអស់នៅក្នុងថ្នាក់នេះមានក្រុមច្រើនណាស់ដែលយើងអាចនឹងរាប់អានបានប៉ុន្តែក្រុមខ្លះក៏មិនគួររាប់អាននេះមានបញ្ហាអីមិនបានជាមិនគួររាប់អានអញ្ចឹងនៅក្នុងថ្នាក់នេះមានមនុស្សច្រើនណាស់ដែលមានច្រកល្អហើយខ្លះក៏មិនល្អអញ្ចឹងឯងត្រូវប្រុងប្រយ័ត្នក្រុមនេះមានស្រីស្អាតច្រើនប៉ុន្តែជាមនុស្សពូកែប៊ូលីគេម្នាក់នេះនាងមានឈ្មោះថាឌីគីគឺជាមនុស្សដែលចូលចិត្តនិយាយច្រើនប៉ុន្តែជាមនុស្សដែលមើលងាយគេដូចគ្នាម្នាក់នេះមានឈ្មោះថាម៉ាគីនាងគឺជាមនុស្សស្ងៀមស្ងាត់ប៉ុន្តែក៏ជាមនុស្សដែលប៊ូលីគេសាហាវដែរម្នាក់នេះមានឈ្មោះថាដេឡានាងគឺជាមេក្រុមចំណែកឯម្នាក់នេះវិញមានឈ្មោះថាលីលីនាងគឺជាមនុស្សដែលចូលចិត្តលេងទូរស័ព្ទប៉ុន្តែនាងក៏ជាមនុស្សដែលប៊ូលីគេដែរមិនត្រឹមតែប៊ូលីគេទេថែមទាំងថតបង្ហោះទៀតសរុបមកក្រុមនេះគឺជាក្រុមប៊ូលីនេះគឺជាក្រុមចិត្តល្អពួកគេចូលចិត្តជួយអ្នកទៅខ្លាំងណាស់ប៉ុន្តែបើសិនជាហ៊ានទៅប៉ះពួកគេដូចជាប៉ះភ្លើងអញ្ចឹងប៉ះមិនបានទេក៏ដែរខ្លាំងណាស់នេះគឺជា VG គេជាមនុស្សដែលនិយាយច្រើនខ្លាំងណាស់ពេលខ្លះនិយាយទាត់តែគ្រូដេញចេញពីថ្នាក់ក៏មានដែរឯម្នាក់នេះវិញមានឈ្មោះថាហារុនាងគឺជាមនុស្សដែលល្អខ្លាំងណាស់ម្ហូបដែលនាងញ៉ាំក៏នាងរកចំនួនដែរនាងគិតគូរវែងឆ្ងាយខ្លាំងណាស់រីឯម្នាក់នេះវិញមានឈ្មោះថាមូរីគេគឺជាមនុស្សដែលប៉ិនខ្លាចណាស់ខ្លាចថាអាហារនៅក្នុងចានរបស់គេមានថាមពលខ្លាចនេះខ្លាចនោះខ្លាចសពគ្រប់បែបយ៉ាងសូម្បីតែពេលរៀនក៏គេខ្លាចដែរខ្លាចថាអាគារបាក់មកម្នាក់នេះមានឈ្មោះថាជេនីគេពូកែញ៉ាំខ្លាំងណាស់ញ៉ាំយ៉ាងណាក៏មិនថត់ដែរហើយគេញ៉ាំបានគ្រប់ពេលគ្រប់វេលាមិនថាពេលរៀនមិនថាពេលជិះម៉ូតូមិនថាពេលធ្វើដំណើរយ៉ាងណាក៏ដោយក៏គេអាចញ៉ាំបានដែរញ៉ាំហើយ
ថែមទាំងវិចទៅផ្ទះថែមទៀតពុកញ៉ាំបន្ថែមទៀតចំណែកឯម្នាក់ចុងក្រោយនេះមានឈ្មោះថាផាយុគេគឺជាមនុស្សដែលគ្រប់ពេលវេលាហ្នឹងណាគេមិនហ៊ានទាំងញ៉ាំអាហារផងគេសុខចិត្តអង្គុយមើលម៉ោងខ្លាចខួសអញ្ចឹងមានតែប៉ុណ្្នឹងឯងគ្មានក្រុមផ្សេងទៀតទេឬក៏មានក្រុមច្រើនជាងនេះទៀតគឺនៅមានក្រុមច្រើនទៀតប៉ុន្តែយើងមិនទាន់បានប្រាប់ឯងទេដោយសារតែបើប្រាប់ទៅវាវែងឆ្ងាយប៉ុណ្ណាអញ្ចឹងហើយយើងគិតថាមិនប្រាប់វិញបើសិនជាគិតឲ្យច្បាស់ទៅពិបាកខ្លាំងណាស់មានគុណសម្បត្តិនិងគុណវិបត្តិផ្សេងៗគ្នាអញ្ចឹងនោះតែឯងមិនចាំបាច់បារម្ភទេព្រោះថាបើសិនជាឯងមិនបានធ្វើស្អីគេក៏មិនបានធ្វើស្អីឯងដែរតែយ៉ាងណាក៏អរគុណលោកដែរដែលបានខំមកជួយប្រាប់ខ្ញុំនោះអូខ្ញុំដូចជាឮសំឡេងកណ្ដឹងហើយអញ្ចឹងតោះយើងនាំគ្នាចូលរៀនទៅ